អាជីវកម្ម5ទៅ10ឆ្នាំជំរាបសួរបងប្អូនជាម្ចាស់អាជីវកម្មទាំងអស់គ្នាថ្ងៃនេះខ្ញុំលើកប្រធានបទមួយថាបើអាជីវកម្មយើងមានរយៈពេល5ទៅ10ឆ្នាំយើងធ្វើម៉េចទៅល្អណាអញ្ចឹងមិនថាអាជីវកម្មយើងត្រូវដឹងដំណាក់កាលនីមួយៗរយៈពេល1ឆ្នាំទៅ3ឆ្នាំធ្វើម៉េចឲ្យតែ break even បានឲ្យខាតខ្លះទប់ទល់វាទៅធ្វើម៉េចទប់ឲ្យរួចបាទដល់3ទៅ5ឆ្នាំធ្វើម៉េចយើងមានប្រាក់ចំណេញហើយអានឹងយើងមានរចនាសម្ព័ន្ធឲ្យស្រួលបួលដើម្បីកុំឲ្យដំណាក់កាលទី2នឹង fail ឥឡូវយើងចូលដល់ដំណាក់កាលទី3 5ឆ្នាំទៅ10ឆ្នាំគឺក្រុមហ៊ុនឬអាជីវកម្មយើងមានប្រាក់ចំណេញច្រើនហើយបុគ្គលិកក៏ច្រើនដែរតើតរៀបឲ្យត្រូវទើបយើងមិន fail ក្នុងដំណាក់កាលទី3អ្នកខ្លះចូលមកដល់ដំណាក់កាលទី3ទៅជាពេលកើបលុយហើយទៅជាបរាជ័យវិញវាទៅជាខ្សែធនវិញថែតអីតែយើងខុសតិចតិចក៏ខ្សែធនដែរយើងអាចវិលចូលក្នុងដំណាក់កាលទី1ទី2ក្នុងឆ្នាំទី10ឆ្នាំទី2និងទី3បានអញ្ចឹងការរើស៊ីគេដឹងគេហៅgrow business grow stage របស់វាដំណាក់កាលនីមួយៗវាមានរឿងអីតែយើងអត់ដឹងវាយើងអាចបកថយក្រោយហើយនឹងអាចបរាជ័យហើយតោះយើងមើលថាតើក្នុងដំណាក់កាលទី3អាជីវកម្មគេធ្វើម៉េចបាទអញ្ចឹងក្នុងដំណាក់កាលទី3នេះអាជីវកម្មយើងមានរយៈពេល5ឆ្នាំទៅ10ឆ្នាំបាទប្រាក់ចំណេញយើងគឺកើនឡើងខ្លាំង most profit មានប្រាក់ចំណេញច្រើនបើដំណាក់កាលទី1មានន័យថាត្រឹម break even ដំណាក់កាលទី2បានចំណេញតែចំណេញខ្លះមិនចំណេញច្រើនតែដំណាក់កាលទី3ហ្នឹងគឺរយៈពេលហ្នឹងគឺកើបហ្មង5ឆ្នាំទៅ10ឆ្នាំហ្នឹងគឺប្រាក់ចំណេញច្រើនបន្ទាប់ពី10ឆ្នាំទៅអាហ្នឹងត្រូវតែធ្លាក់ហើយបាទតែបុគ្គលិករបស់យើងមានច្រើនជាង30នាក់ច្រើនជាង30នាក់50នាក់100នាក់តាមរឿងជាក់ស្ដែងតែបុគ្គលិកដឹងតែច្រើនជាង30នាក់ហើយបាទអញ្ចឹង management យើងគឺចែកចាញ់ជា2ព្រោះយើងមានសាខា5ទៅ10សាខាហើយអញ្ចឹងថ្នាក់ head office ហើយនិងថ្នាក់ brand ថ្នាក់ head office គឺចាក់ skill តាមជំនាញនីមួយៗទៅឲ្យថ្នាក់ brand ដើម្បី brand ក៏ទទួលថា marketing យើងរបៀបធ្វើ marketing តែមួយការគិតលុយកាក់យើងកាទៀវមួយចាន 10000 គឺដូចគ្នាកុំឲ្យឆ្លាក់តែហាងនេះ 10000 ហាងនោះ 12000 បាទឯ operation កាទៀវយើងគ្រប់កន្លែងទាំងអស់គឺគុណភាពតែមួយ operation គាត់ចាក់ចូល HR ការដឹកជញ្ជូន servicing ការបញ្ជាទិញអីវាប្រហាក់ប្រហែលគ្នាឯថ្នាក់សាខាទទួលបច្ចេកទេសពីថ្នាក់ brand ទៅឯ management គឺ BM គាត់ដើម្បីដឹកនាំក្រុមហ៊ុនសាខានឹងឲ្យបានល្អអញ្ចឹង BM គឺជាអគ្គនាយកក្នុងសាខារបស់គាត់ធ្វើម៉េចគាត់មើល marketing ឲ្យបាន 60% មើលលទ្ធផល operation 20 ធ្វើម៉េចបានចំណូលល្អហើយមើលលុយកាក់10និងមើលការដឹកជញ្ជូនឬសេវាកម្ម 10% ទៅធ្វើឲ្យសាខានីមួយៗមានប្រាក់ចំណេញហើយឯអគ្គនាយកគាត់គ្រប់គ្រងតែ head office ទាំង4ទេ head office គ្រប់គ្រងខាងហ្នឹងអញ្ចឹង brand manager អ្នកគ្រប់គ្រងមិនមែនអគ្គនាយកគ្រប់គ្រង brand manager ទេគឺ area manager អ្នកគ្រប់គ្រងថ្នាក់ brand ទាំងអស់អញ្ចឹង area manager មេរបស់គាត់គឺ operation បានរុញទៅឲ្យអគ្គនាយក flow នេះបើរៀបចំមិនស្រួលក៏ខ្ទាស់គ្នាធ្វើឲ្យយើងមានបញ្ហាដែរបាទអញ្ចឹងរៀបចំតាមនឹងផ្នែកនីមួយៗត្រូវតែមានដាក់ផែនការក៏ធ្វើតាមដានលទ្ធផលដោះស្រាយបញ្ហាហើយរាយការណ៍ជូនមេតាមលំដាប់លំដោយបាទតែចំណុចទី5នេះក៏យើងត្រូវតែក្នុងដំណាក់កាលទី3នេះក៏ទៅតែប្រយ័ត្ន cash flow ដែរ balance account receivable និង payable ដូចគ្នាបើយើងមិន balance អានឹងទេរើបានច្រើនភ្ញៀវជាពាក់ច្រើនទៀតធ្វើឲ្យ cash flow យើងរត់អត់ទាន់ធ្វើឲ្យយើង fail ក្នុងដំណាក់កាលទី3ដែរអញ្ចឹងអរគុណច្រើនបងប្អូនជាម្ចាស់ជីវកម្មទាំងអស់គ្នាដែលបានចូលរួមទស្សនាបងប្អូនចង់បានវីដេអូថ្មីខ្ញុំមាន page មាន TikTok មាន YouTube ឈ្មោះតាមអំណោយទានជួយ like ជួយ subscribe បានជាប្រយោជន៍ទាំងអស់គ្នាបាទអរគុណច្រើនបាទ